ចេញពីព្រលឹមចូលវិញប្រលប់ពាក់កណ្ដាលយប់នៅលើដងវិថីកណ្ដោចកន្តែងស្វែងរកកំរៃដើម្បីគ្រួសារទោះហត់យ៉ាងណាក៏អាចញញឹមនឹងមានសង្ឃឹមពេលឃើញកូនខំសិក្សាកូនត្រូវខំរៀនកុំដូចពុកណាញើជោគកាយាទំរាំបានប្រាក់គេមកអោកូនស្រីកូនប្រុសរបស់ពុកតើកូនដឹងទេថាពុកងឿយហត់កម្រិតណាគ្រាន់តែសង្ឃឹមឃើញកូនបានរៀនសូត្រអនាគតកូនអនោះហើយជាក្តីសុខរបស់ពុកជួបនោះគ្រប់គ្នានៅតាមដងផ្លូវមានទាំងទុក្ខសោកមានទាំងស្នាមញញឹមអ្នកខ្លះប្រញាប់អ្នកខ្លះក៏រងចាំជីវិតអ្នកបើកបរគឺរស់នៅជាមួយពេលវេលាថ្ងៃដែលភ្លៀងធ្លាក់ភ្លើក៏កកស្ទះប៉ុន្តែក្នុងចិត្តពុកគឺមិនដែលខ្លាចអាឲ្យតែបានឃើញមុខប្រពន្ធកូននៅផ្ទះហត់នឿយប៉ុណ្ណាក៏រលីបាត់